សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះគឺជាថ្ងៃទី21ខែ6ឆ្នាំ2025ខ្ញុំកំពុងតែនិយាយចេញពីជួរភ្នំដងរែកគឺនៅជើងភ្នំដងរែកខាងក្រោយខ្ញុំនេះគឺជាភ្នំដងរែកថ្ងៃនេះខ្ញុំចង់មកអាប់ដេតសភាពការនៅថ្ងៃនេះគឺសភាពការនៅតាមព្រំដែនគឺមានសភាពការធម្មតាទេបងប្អូនអត់មានអីប្រែប្រួលទេសភាពការគឺស្ងប់ស្ងាត់ធម្មតាទាំងភាគីថៃក៏ដូចជាភាគីកម្ពុជាគឺមានសភាពធម្មតារស់នៅរៀងៗខ្លួនអត់មានអីសភាពការអីធំដុំឬក៏សភាពការអីតឹងរ៉ឹងដាក់គ្នាទេអញ្ចឹងហើយបងប្អូននៅក្នុងប្រទេសកម្ពុជាក្នុងគឺកុំមានការផិតភ័យអីអត់មានសភាពការអីប្រែប្រួលទេគឺធម្មតាហើយខ្ញុំជាទាហាននៅជួរមុខម្នាក់ដែរអញ្ចឹងហើយខ្ញុំចេះតែឆ្លៀតផ្ដល់ជាដំណឹងដល់បងប្អូនថាសភាពការនៅមុខគឺអត់អីទេបងប្អូនកុំមានការផិតភ័យឬក៏ព្រួយបារម្ភអីមកដល់ថ្ងៃទី21នេះបងប្អូនអាចដើរលេងអាចរកស៊ីទទួលទានធម្មតាមិនបាច់ភ័យទេព្រោះនៅជួរមុខនេះគឺមានបងក៏ដូចជាខ្ញុំបងកងទ័ពនៅជួរមុខគាត់ធ្វើការភារកិច្ចរបស់គាត់ហើយបងប្អូនមិនបាច់ភ័យទេហើយមួយទៀតដូចពាក្យមួយដែលគេនិយាយអញ្ចឹងថាប្រជាជនអាចរត់ចោលពួកខ្ញុំជាទាហានបានប៉ុន្តែពួកខ្ញុំជាទាហានគឺមិនអាចរត់ចោលបងប្អូនតាណាទេគឺមានតែតតាំងជាមួយនឹងពួកខ្មាំងសត្រូវនៅជួរមុខនឹងហើយអត់មានរត់តាណារួចទេគឺមានតែយកជីវិតមកបដូរអញ្ចឹងហើយបងប្អូនមិនបាច់ភ័យទេបងប្អូនប្រកបមុខរបរឬក៏ធ្វើការសិក្សារៀនសូត្រអីជាធម្មតាបានបងប្អូនមិនបាច់ភ័យទេហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងព្រោះខ្ញុំចង់មកអាប់ដេតព័ត៌មានសភាពការនៅមុខនៅថ្ងៃទី21ឲ្យបងប្អូនដឹងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងហើយជួបគ្នានៅវីដេអូក្រោយអរគុណ